កាត់សក់កាត់សក់ឡំសងកាត់សក់ជាដៃឯងជាដៃឯងកាត់សក់ខ្ញុំមួយហើយជប់ណាស្ងៀមកាត់ឲ្យអូនស្រស់មុនអូនស្រស់បញ្ញាប់ទៅលក់អេមខ្ញុំបានស្គាល់អូនស្រស់ពេលខ្ញុំប្រកបមុខលំបងកាត់សក់ចល័តហើយមនុស្សគ្រប់វ័យចូលចិត្តម៉ូតសក់ដែលខ្ញុំកាត់ឲ្យគេពួកខ្ញុំជាជាងកាត់សក់តើយនោះអីអរគុណណាអូនណាខ្ញុំក៏ជាកូនមណ្ឌលម្នាក់ដូចពូសយហើយនឹងមីងធូដែរតែខ្ញុំមិនចង់រត់ពួនដូចជាពួកគាត់ឬក៏ប្រឈមមុខនឹងច្បាប់ទេដូច្នេះខ្ញុំត្រូវតែបង់ប្រាក់រំលោភប្រចាំខែនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយ៉ាងទៀងទាត់ព្រោះខ្ញុំបានខ្ចីលុយពីទីនេះទៅធ្វើដើមទុនជួយស្កាត់ណាមិនអាចស្មានទុកមុនបានទេជួយទៅតាមពេលខ្ញុំតិចណាបាទអរគុណតារបស់ស្រង់ស្រាប់ទៅវិលមុខដួលតែសំណាងតយទប់គាត់ជាប់មិនឲ្យដួលតន់សំណាងដែរដែលញោមមកមានប្រាក់បំរុងសម្រាប់ឲ្យថ្លៃពេទ្យនិងថ្លៃថ្នាំបលោកតាដោយមិនចាំបាច់ទៅខ្ចីលុយពីអ្នករស់ស៊ីចងការព្រោះអីខ្ញុំដឹងសារៈសំខាន់នៃប្រាក់បំរុងដែលអាចជួយដោះស្រាយបញ្ហាបន្ទាន់នៃជំងឺឈឺថ្កាត់ក្នុងគ្រួសារខ្ញុំសន្សំប្រាក់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុព្រោះមានសុវត្ថិភាពទទួលបានការប្រាក់ខ្ពស់ងាយស្រួលដាក់និងដកប្រាក់ផងដែរហើយថ្ងៃនេះខ្ញុំមកដកប្រាក់សន្សំខ្លះយកទៅប្រើការមីងឲ្យគ្រូខ្ញុំ2ឡូមកមីងស្វ័យទៅបិទលុយជូនអនាគតលោកតាក្វេខ្ញុំមិនច្រើនតែខ្ញុំមានមោទនភាពព្រោះខ្ញុំអាចប្រើលុយសន្សំរួមចំណែកព្យាបាលគាត់គុំចំណេដែលខ្ញុំកាន់ដៃអូនស្រស់ព្រោះពេលនេះពួកយើងជាប្តីប្រពន្ធដូចគ្នាទៅហើយពួកយើងកំពុងគិតថាចាប់ផ្ដើមមករបស់ខ្នាតតូចដូច្នេះហើយពួកយើងត្រូវការគ្រប់គ្រងសហការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចផ្ដល់ប្រាក់កម្ចីដល់ពួកយើងធ្វើជាដើមទុនដើម្បីសម្រាប់មុខជំនួញក្នុងក្តីស្ម័គ្ររបស់ពួកយើងបានណាពួកខ្ញុំសប្បាយចិត្តណាស់ព្រោះអីការលុបបែបរបស់ខ្ញុំក៏កាន់តែដាច់ហើយប្តីរបស់ខ្ញុំក៏គាត់មានតបកាក់សក់ផ្ទាល់ខ្លួនទៀតជំនួយខ្នាតតូចទាំងនេះអាចឲ្យយើងមានលទ្ធភាពបង់រំលោភបំណុលរៀងរាល់ខែមិនតែប៉ុណ្ណោះពួកយើងក៏មានជីវភាពធូរធារជាងមុនពេលនេះខ្ញុំមិនត្រឹមជាជាងកាត់សក់ទេខ្ញុំមានកូនជាងហើយខ្ញុំក៏ជាគ្រូបង្រៀនកាត់សក់ដែរការបង្កើតជំនួយខ្នាតតូចហើយនឹងការគ្រប់គ្រងវាឲ្យបានល្អធ្វើឲ្យជីវភាពយើងរុងរឿងហើយនឹងអាចជួយផ្ដល់ការងារអ្នកផ្សេងដែលអាចជួយដល់សង្គមផងដែរ